21របៀបបង្កើតម៉ាក្រូដើម្បីកំណត់ប្រភេទនិងទំហំអក្សរបើសិនជាការងាររបស់យើងត្រូវវាយអក្សរអង់គ្លេសផងនិងអក្សរខ្មែរផងនោះការចងម៉ាក្រូគឺជាវិធីសាស្ត្រល្អបំផុតសម្រាប់លោកអ្នកឧទាហរណ៍ថាយើងចុច Ctrl Shift E សម្រាប់អក្សរអង់គ្លេសនិងចុច Ctrl Shift K សម្រាប់អក្សរខ្មែរជាដើមរបៀបធ្វើគឺទី1យើងចុចនៅលើ menu View ទី2យើងចុចនៅលើ Macro ទី3យើងចុច Record Macro ទី4ដាក់ឈ្មោះរបស់ Macro ទី5វាយអក្សរកាត់ចូលក្នុងប្រអប់ Shortcut Key ទី6ចុច OK ទី7ចុចលើ menu Home ទី8ចុចបដូរទម្រង់អក្សរទី9ចុចបដូរទំហំអក្សរទី10ចុចលើ menu View ម្ដងទៀតទី11ចុចនៅលើ Macro ទី12ចុចលើ Stop Recording របៀបលុប Macro ទី1គឺយើងចុចលើ menu View ទី2យើងចុចនៅលើ Macro ទី3យើងចុចនៅលើ View Macro ទី4យើងចុចនៅលើឈ្មោះ Macro ដែលចង់លុបទី5យើងចុចនៅលើ Delete ទី6យើងចុចនៅលើ Yes